ទៅសៀមរាបចង់តែងបារានចំណាយអស់តិចចំណេញពេលវេលាអាចធ្វើតាមខ្ញុំបានទៅដល់សៀមរាបហើយអត់បានតែងឈុតបារានដូចបានទៅអញ្ចឹងហើយកន្លែងតែងមិនមែនអត់ខ្វះបងប្អូនមកកណោចាឥឡូវត្រឡប់មកកាន់សាច់រឿងយើងវិញដោយសារខ្ញុំចេះផាត់មុខខ្លួនឯងដែរអញ្ចឹងខ្ញុំជ្រើសរើសការផាត់មុខខ្លួនឯងនិងធ្វើសក់បែបសាមញ្ញខ្លួនឯងអញ្ចឹងខ្ញុំក៏ថាអូកុំឲ្យយូរណាមួយយើងចេះផាត់មុខដែរគឺយើងផាត់មុខខ្លួនឯងទៅដល់ពេលមកដល់កន្លែងនេះគឺយើងឲ្យគេស្លៀកពាក់យកគឺលឿនតែម្ដងហើយណាមួយយើងចំណាយអស់តែថ្លៃសម្លៀកបំពាក់ឈុតបារានទាំងអស់តម្លៃអត់ដូចគ្នាអ្នកទាំងអស់គ្នាសាច់កណាត់ថ្មីគ្រឿងថ្មីទៅតម្លៃផ្សេងអញ្ចឹងទៅសាច់កណាត់បែបស្ទើឬក៏គ្រឿងអាម៉ូមអញ្ចឹងទៅតម្លៃផ្សេងអញ្ចឹងណាពេលកំពុងស្លៀកឈុតបុរាណហ្នឹងអ្នកទាំងអស់គ្នាដឹងមានរឿងអីកើតឡើងអត់នៅខាងក្រៅគឺមេឃភ្លៀងខ្លាំងមែនតើនៅក្នុងចិត្តខ្ញុំអូស្លៀកពាក់ហើយដឹងថាថតនៅក្នុងស្ទូឌីយោគេហ្នឹងហើយអត់មានបានទៅដល់អង្គរអីទេប៉ុន្តែជាសំណាងល្អនៅពេលដែលយើងស្លៀកពាក់អីហើយអស់គ្រប់គ្នាគឺមេរៀងអញ្ចឹងយើងអាចទៅថតបានធម្មតានឹងសំណាងល្អពួកខ្ញុំចេះផាត់មុខពីអូតែលហើយគ្រប់គ្នាម្ដងនេះឲ្យតែគេស្លៀកពាក់ណាបានលឿនអញ្ចឹងចុះបើនៅផាត់មុខធ្វើសក់ទៀតដឹងតែអត់បានថតហ្មងព្រោះពួកខ្ញុំមកនេះរឿងល្ងាចដែរអញ្ចឹងអ្នកទាំងអស់គ្នាបើចេះផាត់មុខឲ្យអាចផាត់មុខខ្លួនឯងឲ្យហើយមកប៉ុន្តែបើអត់ទេរៀងមកលឿនតិចមកដើម្បីគេតែងខ្លួនឲ្យ